សូមគោរពទៅដល់ថ្នាក់ដឹកនាំក៏ដូចជាបុគ្គលិកកម្មករដែលកំពុងអនុវត្តជីជួរថ្ងៃនេះយើងខ្ញុំទាំងពីរនាក់ជាបុគ្គលិកបច្ចេកទេសបានពំនាំយកបទដ្ឋានបើកមុខដើមស្ងួតមុខលើផ្ទាំងមុខជា BO1 ដូចតទៅមុននឹងបើកមុខនៅលើដើមស្ងួតមុខជាដំបូងយើងត្រូវកលេចទៅមើលសញ្ញាសម្គាល់នៅលើដើមជាមុនសិនចំពោះដើមដែលយើងត្រូវបើកមុខយើងត្រូវពិនិត្យទៅលើដើមដែលមានប្រវត្តិស្ងួតមុខចាប់ពីរយៈពេល2ឆ្នាំឡើងទៅចំពោះដើមដែលយើងត្រូវបើកមុខជាគឺយើងសម្គាល់នៅលើផ្ទាំងមុខជាដែលបានជារួចចាប់ពី3ឆ្នាំឡើងចំពោះដើមដែលមានប្រវត្តិស្ងួតមុខចាប់ពីឆ្នាំទី4ទៅឆ្នាំទី5យើងមិនអាចបើកមុខជាបានទេពីព្រោះវាទៅតែស្ងួតមុខបានរយៈពេល1ឆ្នាំដូច្នេះសូមបងប្អូនតាមដានទស្សនាការបើកមុខជាដូចតទៅបទដ្ឋាននៃការបើកមុខនៅលើដើមស្ងួតមុខជាយើងខ្ញុំទាំងពីរនាក់សូមអរគុណនិងសូមជម្រាបលា